សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូថ្មីមួយគឺនិយាយអំពីការទៅមើលសមត្ថនេត្រីអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំបានថតនៅទស្សនវិជ្ជានៃសមត្ថនេត្រីនៅអង្គរវត្តហើយនេះគឺជាលើកទី1របស់ខ្ញុំហើយដែលខ្ញុំអាចមកមើលសមត្ថនេត្រីនៅពេលព្រឹកបែបនេះបាទគឺជាលើកទី1លើកដំបូងរបស់ខ្ញុំបំផុតបាទអ្នកនរគ្នាខ្ញុំថាមកមើលរៀងស្លាហើយអ្នកនរគ្នាថាខ្ញុំមកទាន់គេហើយអត់ទៀតអ្នកនរគ្នាខ្ញុំមកដល់មុននឹងណែអ្នកនរគ្នាមើលទស្សនវិជ្ជានេះទៅអ្នកនរគ្នាដឹងច្បាស់ហើយគឺមិនលឺនឹងច្រើនកកមែនទេបាទខ្ញុំរកកន្លែងចូលអត់ឃើញផងបាទអ្នកនរគ្នានេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យបំផុតអ្នកនរគ្នាហើយក៏សូមអរគុណទៅដល់ពុព្វបុរសខ្មែរដែលបានបន្សល់ទុកប្រាសាទដ៏អស្ចារ្យមកដល់កូនចៅជំនាន់ក្រោយបាទពិតជាអស្ចារ្យខ្លាំងមែនទែនបាទចំពោះព្រឹត្តិការណ៍នេះផងដែរគឺថាមានការចូលរួមយ៉ាងច្រើនកកកមែនទែនពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិបាទអ្នកនរគ្នាមើលវីដេអូនេះដែលខ្ញុំថតឲ្យអ្នកនរគ្នាមើលទៅគឺមិនតិចអ្នកទេអ្នកនរគ្នាច្រើនមែនទែនចឹងខ្ញុំសូមផ្អាកការបញ្ចូលសលេងរបស់ខ្ញុំត្រឹមនេះសិនហើយខ្ញុំបង្វែរអារម្មណ៍អ្នកនរគ្នាទៅមើលទស្សនវិជ្ជានៅថ្ងៃរះទាំងអស់គ្នាខ្ញុំនឹងដាក់សំឡេងផ្សេងមួយទៀតអញ្ចឹងតើទស្សនាទាំងអស់គ្នាបាទអ្នកនរគ្នាជួយបញ្ចេញយោបល់សម្រាប់វីដេអូនេះមួយផងអ្នកនរគ្នាហើយខ្ញុំសូមបញ្ចប់វីដេអូរបស់ខ្ញុំតែត្រឹមនេះអរគុណសម្រាប់ការទស្សនារបស់អ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយរបស់ខ្ញុំតទៀតបាយបាយ